ញពួកឯងមិនដឹងថាកណ្ដាប់ដៃឡើងនេះខ្លាំងប៉ុណ្ណាទេប្រហែលជាថ្ងៃក្រោយលេងមកសមុទ្រទៀតហើយកុំឲ្យមិត្តទាំងនេះណាមិនសក់ចិត្តអស់មួយជីវិតនោះពួកយើងរៀបចំប្រកួតអ្នកណាប្រកួតមុនអូពួកឯងចាញ់វិញ្ញាសាទៅខ្ញុំមុនគេខ្ញុំចង់ប្រកួតកម្លាំងអ្នកណាខ្លាំងជាងយ៉ាងម៉េចព្រមពពុះព្រមអ្នកណាធំជាងល្អកុំឲ្យខ្ញុំផ្លុំអាម្នាក់នេះមិនដឹងថាផាប់ផាំងជាអ្នកជំនាញខាងព្រមពពុះសោះណាប្រព្រៀតចាប់ផ្ដើមល្អទៅបញ្ចប់ក៏បើកមាត់ណាព្រឹកឡើងទៅគេធំជាងឯងអើយអូជួយផងដាច់ខាតកំលេងបាត់ឲ្យសោះល្អណាស់ផៃឈ្នះហើយអ្នកណាហ៊ានប្រកួតជាមួយខ្ញុំដែរទេឯងកុំស្គាល់បាត់នេះអាចប្រកួតអីទៅប្រកួតដដារត់លឿនជាងខ្ញុំប្រកួតជាមួយឯងអ្នកណាអាចដកស្មៅនោះមុនអ្នកនឹងជាអ្នកឈ្នះល្អពួកឯងចាំរត់សំបីសត្វតុងនៅស្រះនេះក៏ចាប់អាខូមិនបានត្រីស្គមនេះហ៊ានប៉ុណ្ណឹងរត់ផងហ៎ទៅយើងប្រឹងឡើងខ្ញុំចេញដំណើរហើយខ្ញុំលេខ1យ៉ាងម៉េចចាញ់ហើយហ៎អាល្ងងអាល្ងើចំសៀនខ្ញុំប្រឹកអស់លទ្ធភាពអើយចលនាកាន់តែលឿនហើយអាខូឯងលុយនេះម្ដងនេះដល់វិញណាទៅតែគឺខ្ញុំនេះហើយឯងសម្ប៉ែតដាប់នេះណាមានសមត្ថភាពអីទៅពួកយើងប្រកួតបងវិលបងវិលណាមានអីគួរឲ្យបងវិលទៅគឺអាហ្នឹងហ៎គេបង្ហាញជាមិនដែរលើកណ្ដាប់ដៃបងវិលរបស់យើងទេទៅនោះខ្ញុំចាក់យយការប៉ັດគ្មានគូប្រកួតក៏ជារឿងមួយដែលគួរខ្វល់ខ្វាយដែរមិនចឹងហ៎ស្នាដៃទាំងអស់គ្នាមិនធម្មតាមែនមិនដឹងថាស្និតពិសេសអ្នកនាងខាងនេះយ៉ាងម៉េចទេខ្ញុំគិតថាលេខ1លេខ2នៅក្នុងពិភពទឹកនេះហើយល្អខ្ញុំប្រកួតជាមួយនាងអ្នកចម្រៀងទៅចុះណាហើយឯងពិតជាមិនដឹងស្អីមែនសម្លេងម៉ៃខ្ពស់ជាងមេឃទៅទៀតណោះក៏បាត់តានិយាយលើកនេះជាងឲ្យនាងជាងមុនផ្ទះវិជាចាំស្ដាប់ឲ្យបានច្បាស់ណាអត់ខ្ពស់ទៀតបានហើយឈប់ទៅខ្ញុំចាញ់ហើយមិនដែរដល់វិញអញហើយខ្ញុំសុំចាញ់ហើយបានហើយសម្លេងនាងពិតជាល្អគ្មានគូប្រៀបខ្ញុំសុំចាញ់ណាម៉ៃនាងប្រកែមែនតើអាចចាំប្រកួតទៀតឆាប់ចេញមុខមកចូលមកចុះប្រកួតហើយបងប្អូនត្រីសមុទ្រទាំង4ចុះចាញ់ហើយចុះចាញ់ហើយពិតជាល្បីដូចឈ្មោះមែនមើលទៅពិតជាមានសមត្ថភាពណាស់ខ្ញុំព្រមប្រពោះមួយជាមួយហើយថ្ងៃនេះជួបនឹងស្ដេចប្រពោះពិតប្រកបទៀតខ្ញុំសូមសបត់ចាប់ពីពេលនេះទៅខ្ញុំទៅដានលេងរត់ទៀតហើយខ្ញុំសូមអាកាសថ្ងៃក្រោយពួកឯងខ្លាចទៅជារាជទូតសម្ព័ន្ធភាពសម្បត្តិគ្រប់គ្រងបងប្អូនពួកខ្ញុំគ្រប់អ្នកក្លាហានទាំង4ជាគ្រូលោកគ្រូឯងចង់ធ្វើអីហ្នឹងឆាប់ក្រាបឡើងមកពួកយើងសត្វតែជាមិត្តភក្តិមិនបែកចែកពោះទីអីនោះទេចង់ខាងកណ្ដាប់ដៃហាត់ជាមួយខ្ញុំទៅអត់ណាឯងអត់ជាអ្នកទាំងអស់គ្នាពួកយើងនេះអាចថាក្រៅមិចគ្មានគូប្រៀបលេខ1នៅលើលោកតែក្នុងចំណោមគ្រូទាំងអស់អ្នកណាខ្លាំងជាងគេនិយាយទៅសំណួរនេះគឺចង់ដឹងខ្លាំងណាស់ការប្រកួតមិញនេះគ្រូទាំងអស់សុទ្ធតែពូកែមិនអាចថានរណាខ្លាំងជាងនរណានោះទេតែបើតាមខ្ញុំយល់លោកគ្រូដែលព្រមប្រពុះខ្លាំងជាងគេប្រពុះដែលព្រមចេញមកអស់ចានោះទៅហៅអ្នកខ្លាំងលោកប្រពុះបន្ទុកថាជាសមត្ថភាពអីទេរហ័សរហួនទៅហៅថាក្បាច់គុណតាមខ្ញុំយល់លោកគ្រូអាខូខ្លាំងជាងគេហើយចុះខ្ញុំវិញត្រូវហើយលោកគ្រូដើរទៅជាជើងខ្លាំងពិតប្រកបក្តាប់ដៃបវលគាត់អ្នកណាអាចប្រៀបបានទៅពួកឯងកុំនិយាយតែផ្ដាហូអ្នកណាជាលេខ1បានទេតែឯងស្គាល់ខ្ញុំច្បាស់ខ្ញុំបង្ហាត់ឯងក្បាច់កណ្ដាប់ដៃស្អីអស់ចាអីទៅគ្រប់គ្រាបនេះគ្រប់គ្នាមិនដឹងទេអនុភាពសម្លេងខ្ញុំគឺអាចបង្ក្រាបសត្រូវទាំងអស់ដែរកណ្ដាប់ដៃខ្ញុំគ្រប់គ្រាបយ៉ាងម៉េចវាយពោះខ្លងនៅព្រៃផ្កាថ្មគឺជាគុណសម្បត្តិរបស់ខ្ញុំតាមមែនដែរទេតែចុះបានសកម្មនេះចាប់ដើមនឹងតាមគុណសម្បត្តិហើយបានហ៊ានខ្ញុំឯងអាចចុះសកម្មនេះបានទេកុំណាដើមខ្ញុំនិយាយដល់យុទ្ធធម៌បើថាខ្លាំងជាងគេនោះច្បាស់ជាអ្នកគ្រូមីហើយមែនហ្នឹងពេលដែលសំខាន់ជាងគេនោះគឺខ្ញុំសិតតែជាអ្នកដោះតល់ខ្ញុំជាអ្នកចុះបានសកម្ម
មែនហើយប្រហែលជាអ្នកបានសកាអ្នកចង់ក្រោយគេទៅជាស្ដេចគ្រូទាំងអស់តាមខ្ញុំយល់អ្នកណាខ្លាំងជាងគេគឺជាគុណសម្បត្តិអ្នកនឹងធំជាងគេហើយដល់ខ្លាំងជាងគេលោកគ្រូអាគូលោកគ្រូផៅបើសិនល្អអន្តតាំងពុតនេះគឺត្រឹមតែកំផាត់ហើយមកមិនសុខចិត្តប្រកួតទៅក្រុមនេះត្រូវការមេដឹកនាំឯងមិនមែនទឹកខ្លួនឯងជាមេដឹកនាំទេមែនទេផៅឯងថាម៉េចមិនត្រឹមតែពីអ្នកឯងទេអាគូបើចង់ត្រឹមត្រូវចាប់ដើមទេគ្រូទាំងអស់កុំធ្វើឲ្យខូចសាមគ្គីដល់ពេលនោះបានរបួសធ្ងន់ធ្ងរអ្នកណាក៏មិនល្អដែរអ្នកណាត្រូវគេបាយខ្លួនជាងគេអ្នកនឹងយល់ក្នុងចិត្តហើយឯងថាណាគឺអ្នកនឹងច្បាស់ណាស់មកកុំឲ្យខាត់ពេលនិយាយគ្នាហើយបញ្ចេញសមត្ថភាពបដកម្មមានមិននិយាយទេខ្លាចឆាប់ដល់ខ្លួនទៅថ្ងៃនេះមិនត្រឹមតែជ្រើសរើសអ្នកលេខ1ទេជ្រើសរើសអ្នកណាអត់ចេះគេទៀតបើចែកពួកគេទៅលោកគ្រូដើកប្រឹងឡើងលោកគ្រូផៅលេខ1ក្រៅមេលោកគ្រូអាខូបដូលពួកគេទៅអ្នកគ្រូមិនកុំឲ្យពួកអានជាងហ្នឹងគេបានចិត្តចិត្តដូចមានខ្លួនដូចភ្លើងសូមបដាកម្លាំងសម្លេងឲ្យខ្ញុំមកអ្នកគ្រូម៉ៃលោកគ្រូអាខូលោកគ្រូដើកមកពីពួកខ្លាំងជើងកាត់អត់គេហើយមិននេះពួកឯងបាយគ្នាអស់ចាមែនតើអូលោកគ្រូផៅរបស់ពួកយើងប្រកួតគ្នាម្ដងទៀតទៅរត់លើកគឺខ្លាំងហើយរត់ទៀតទៅលេខ1ក្រៅមេឃឯងហ៎ឯងមើលនេះចាំប៉ិតទៅពួកឯងបោកប្រាសងទៀតណាអត់ទេស្មាច់មិនចិត្តគិតមើលពីប្រភេទពួកឯងមិនទៅចុះដណ្ដើមគ្នាយកឈ្នះយកចាញ់បើចេះគ្នាមកគិតអ្វីទាំងអស់តើណាអត់គេខ្មាស់នោះទាំងអស់គ្នាប្រាសការនេះទៅឆ្លាតទាំងអស់អាចខ្ញុំហោះហើចាប់ខ្ញុំឲ្យឯងរកកណ្ដាលចំលោកអើយពួកយើងមកសាមគ្គីគ្នាសកានេះលេងស័ក្តិសិទ្ធិហើយមកពីខ្ញុំគួរតែដឹងល្បិចគេតាំងពីដំបូងជប់ហក់ខ្លួនឯងទៅប្រឆាំងជាមួយយើងពួកឯងតាំងសិល1000ឆ្នាំទៀតទៅលឺទេលើកនេះពួកយើងអាចយកបានសកានេះហើយហ៎ខ្ញុំសង្ឃឹមក្រៅពីពួកខ្ញុំមានអ្នកណាយកការនេះបានទេត្រូវហើយយើងមិនអាចសកានេះទៅពួកឯងនោះទេស្លាប់ហើយស្លាប់ហើយពួកឯងមិនបាត់ទេពួកឯងស្មានតែចាំថែរក្សាគឺអាចថែរក្សាបានអីយើងមានចំពោះពើអ្វីក៏អាចធ្វើបានដែរ